ជំរាបសួរអមលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីថ្ងៃនេះយើងខ្ញុំនឹងនាំអារម្មណ៍លោកអ្នកទៅទស្សនាក៏ដូចជាសម្ដាប់នៅរមណីយដ្ឋានប្រវត្តិសាស្ត្រមួយកន្លែងដែលស្ថិតនៅក្នុងទីរួមខេត្តតាកែវរមណីយដ្ឋាននោះមានឈ្មោះថាភ្នំប្រសិទ្ធដូច្នេះសូមរីករាយសម្ដាប់ដូចតទៅភ្នំប្រសិទ្ធស្ថិតនៅមួយចំណែកក្នុងឃុំម្កាក់ស្រុកអង្គស្នួលនិងមួយចំណែកទៀតក្នុងឃុំឃ្លាំងស្រុកពញ្ញាលឺដើម្បីទៅដល់ទីនោះអ្នកទេសចរត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ5លុះដល់គីឡូម៉ែត្រលេខ38ជិតដល់ផ្សារឧដុង្គមានផ្លូវលេខ26បែរចូលទៅខាងឆ្វេងដៃចូលទៅតាមផ្លូវនេះអស់ចម្ងាយ16គីឡូម៉ែត្រទៀតទើបត្រូវបត់ចូលតាមផ្លូវលំមួយនៅខាងឆ្វេងដៃបន្តទៅទៀតទើបដល់ភ្នំនេះសពថ្ងៃអ្នកទេសចរពុំនិយមធ្វើដំណើរតាមផ្លូវនេះទេព្រោះផ្លូវលេខ26ផ្លូវខណ្ឌខេត្តកណ្ដាលនិងខេត្តកំពង់ស្ពឺពុំសូវល្អផ្លូវដែលគេនិយមធ្វើដំណើរគឺទៅតាមផ្លូវជាតិលេខ5ដដែលតែដល់ចំណុចផ្សារព្រែកភ្នៅគីឡូម៉ែត្រលេខ11មានផ្លូវបំបែកចូលខាងឆ្វេងដៃចម្ងាយ13គីឡូម៉ែត្រសរុបចម្ងាយផ្លូវពីភ្នំពេញទៅភ្នំប្រសិទ្ធគឺ24គីឡូម៉ែត្របើគិតពីតាខ្មៅគឺ35គីឡូម៉ែត្រទៅអនាគតប្រសិនបើផ្លូវលេខ26និងផ្លូវលំបងបន្តចូលភ្នំប្រសិទ្ធមានភាពល្អប្រសើរភ្ញៀវទេសចរអាចធ្វើចរាចរណ៍ព័ទ្ធជុំវិញបានដោយចូលកំសាន្តនៅភ្នំប្រសិទ្ធជាដំបូងរួចចេញតាមផ្លូវលំនិងផ្លូវលេខ26ហើយទៅកំសាន្តនៅភ្នំឧដុង្គជាបន្ទាប់ឬក៏ផ្ទុយទៅវិញអាចទស្សនាភ្នំអដ្ឋរស្សជាបឋមហើយធ្វើដំណើរច្រាស់ទិសវិញក៏បានបើគេនិយាយពីភ្នំប្រសិទ្ធគឺទាក់ទងរវាងភ្នំទាំងពីរដែលនៅទន្ទឹមគ្នាខណ្ឌដោយជ្រលងភ្នំនៅខេត្តកណ្ដាលនិងម្ខាងទៀតនៅខេត្តកំពង់ស្ពឺក្នុងចំណោមភ្នំទាំងពីរនោះភ្នំខាងលិចពុំសូវមានប្រវត្តិរឿងទេចំណែកឯភ្នំខាងកើតវិញគឺមានរឿងរ៉ាវទាក់ទងទៅនឹងប្រវត្តិសាស្ត្រក្នុងរឿងសាសនាដែលមានរូបសំណាកប្រាក់ចូលនិព្វានមួយយ៉ាងធំនិងរឿងរ៉ាវដែលទាក់ទងទៅនឹងពុំសាវតាប្រវត្តិស្ដេចខ្មែរនៅភ្នំប្រសិទ្ធនេះក៏មាននៅសល់ប្រាសាទបុរាណមួយមុនសម័យអង្គរដែរភ្នំប្រសិទ្ធបច្ចុប្បន្ននេះពុំសូវមានដើមឈើធំទេហើយផែនការកែលម្អរមណីយដ្ឋានក៏មិនទាន់មានដែរចំណែកឯភ្ញៀវទេសចរបច្ចុប្បន្ននេះក៏គេពុំសូវទៅលេងតំបន់នោះដែរព្រោះការរៀបចំការគ្រប់គ្រងពុំបានល្អប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតំបន់រមណីយដ្ឋាននេះនៅមានទេសភាពល្អនិងប្រកបដោយខ្យល់អាកាសបរិសុទ្ធជាវត្ថុមួយដែលគួរជាទីរីករាយនៅចម្ងាយប្រមាណ1គីឡូម៉ែត្រពីភ្នំប្រសិទ្ធមានរមណីយដ្ឋានវប្បធម៌កែច្នៃមួយទៀតមានឈ្មោះថាភ្នំរៀបឬប្រាសាទវិហារសួរដែលកសាងនៅឆ្នាំ1996 1998ធ្វើអំពីថ្មនិងស៊ីម៉ង់ដែលផ្ដួចផ្ដើមដោយលោករស់សារិនបានប្រមូលថវិកាពីសប្បុរសជនក្នុងនិងក្រៅប្រទេសសម្រាប់កសាងចំនួន$1 លានសហរដ្ឋអាមេរិកតាមរចនាប័ទ្មអង្គរវត្តគេនិយមហៅថាសំណង់អង្គរវត្តថ្មីបច្ចុប្បន្នប្រាសាទវិហារសួរត្រូវបានអ្នកទេសចរជាតិនិងអន្តរជាតិទៅទស្សនកម្សាន្តជាច្រើនជាពិសេសការថតរឿងបុរាណខ្មែរយើងសូមអរគុណចំពោះការទស្សនាតាំងពីដើមដល់ចប់បើអរលោកអ្នកពេញចិត្តនឹងវីដេអូនេះសូមចុច like និង subscribe ដើម្បីទទួលបាននូវវីដេអូល្អៗលើកក្រោយទៀតសូមអរគុណ